នៅក្នុងរយៈពេលប្រហែលថ្ងៃនេះ Facebook គឺមានការបិទទៅលើ account ពុកម៉ែបងប្អូនយើងជាច្រើនមែនទែនបាទមានទាំង account real ផង account fake ផងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការទិញ blue tick ដើម្បីយកមកការពារ account របស់អ្នកនរគ្នាដែលមិនទាន់បាន disable អញ្ចឹងអ្នកនរគ្នាបើសិនជាចង់បាន blue tick ក្នុងតម្លៃថោកអាចធ្វើការអនុវត្តទៅតាមវីដេអូរបស់ខ្ញុំបានពីដើមរហូតដល់ចប់បាទកុំរំលង step ណាមួយឲ្យសោះប្រយ័ត្នធ្វើទៅគឺអត់បានជោគជ័យហើយក្នុងការទិញ blue tick នេះអ្នកនរគ្នាចំណាយត្រឹមតែ10000រៀលទេនៅក្នុងរយៈពេល1ខែបាទអូខេអញ្ចឹងដើម្បីចាប់ផ្ដើមធ្វើបានអ្នកនរគ្នាត្រូវចូលមកកាន់Google Chrome ឬមួយក៏ Safari បាទចឹងខ្ញុំសូមចូល Safari តែម្ដងបន្តមកទៀតអ្នកនរគ្នាត្រូវ search ពាក្យថា facebook.com នៅក្នុងចំណុចនេះអ្នកនរគ្នាត្រូវបញ្ចូលលេខទូរស័ព្ទនិង password របស់ Facebook របស់អ្នកនរគ្នាហើយចុច login មកគឺបានហើយអូខេបាទអញ្ចឹងខ្ញុំសូមចុច login តែម្ដងអូខេអញ្ចឹងដោយសារខ្ញុំដាក់ two step អញ្ចឹងវានឹង alert ចូលទៅកាន់ app Facebook របស់ខ្ញុំអញ្ចឹងខ្ញុំសូមចុចលើនឹងមកអូខេបន្តមកទៀតខ្ញុំចុចខាងក្រោមនេះនិយាយ it's me នឹងមកអញ្ចឹងគឺខ្ញុំអាចធ្វើការ login Facebook របស់ខ្ញុំនឹងចូលទៅក្នុងSafari មិញបានហើយបាទអូខេអញ្ចឹងយើងរងចាំវាបន្តិចទៅអូខេបន្តមកទៀតយើងចុចពាក្យថា sell នៅត្រង់ចំណុចនេះនៅពេលអ្នកនរគ្នា login account Facebook របស់អ្នកនរគ្នាចូលទៅកាន់ Google Chrome ឬមួយក៏ Safari រួចហើយបន្តមកទៀតអ្នកនរគ្នាត្រូវចុច 3 នៅខាងលើនេះមួយមកបន្តមកទៀតអស់មកខាងក្រោមបន្តិចចុចពាក្យថា settingនៅត្រង់ចំណុចនេះអ្នកនរគ្នាឃើញពាក្យថា verification មកនេះអញ្ចឹងចុចឡើងមួយមកអូខេអ្នកនរគ្នាអស់ទៅក្រោមបន្តិចបាទឃើញពាក្យថា meta verify អញ្ចឹងយើងចុចយក meta verify ហ្នឹងមកអូខេយើងចុច continue ទៀតមកបន្តមកទៀតយកតែខាងលើនេះមកបាទនេះគឺ continue with one profile បាទអញ្ចឹងយើងចុចអាហ្នឹងមួយមកអូខេនៅត្រង់ចំណុចនេះយើងចុច continue ទៀតមកអូខេអញ្ចឹងយើងមកដល់កន្លែងចំណុចសំខាន់នេះបាទអញ្ចឹងចំណុចសំខាន់គឺនៅកន្លែងនេះអញ្ចឹងបើសិនជាអ្នកនរគ្នាដាក់យកនៅប្រទេសកម្ពុជារបស់យើងគឺវានឹងគិតតម្លៃពី$12នៅក្នុងមួយខែបាទអញ្ចឹងនៅកន្លែងនេះអ្នកនរគ្នាត្រូវដូរប្រទេសបាទអញ្ចឹងយើងទៅដាក់នៅក្នុងប្រទេស Nigeria ទៅបាទអញ្ចឹងយើងអស់មកអត់ទៅខាងក្រៅមករមើលអក្សរ N បាទនេះអូខេបាទនេះNigeria ហ្នឹងបាទឬមួយក៏ Nigeria ហ្នឹងយើងចុចលើអាហ្នឹងមួយមកអូខេបន្តមកទៀតនៅកន្លែងនេះអ្នកនរគ្នាត្រូវបំពេញជាលេខកាតបាទលេខ Visa card ឬមួយក៏ Master card របស់អ្នកនរគ្នាអញ្ចឹងនៅកន្លែងនេះខ្ញុំសូម skip ខ្ញុំទៅបញ្ចូលលេខកាតរបស់ខ្ញុំបាទអូខេអញ្ចឹងបន្ទាប់ពីយើងបញ្ចូលលេខកាតរបស់យើងរួចរាល់ហើយអញ្ចឹងយើងចុចពាក្យថា continue with meta pay នេះមួយមកអូខេបន្តមកទៀតអ្នកនរគ្នាចុចពាក្យថា subscribe បាទនេះអូខេរងចាំវាបន្តិចទៅវាកំពុងតែប្រសេសក្នុងការ subscribe នឹងឲ្យយើងហើយអូខេឥឡូវនេះគឺជោគជ័យហើយអញ្ចឹងនៅកន្លែងនេះគឺវាទុករយៈពេលយើងដូចជា3ថ្ងៃបាទដើម្បីធ្វើការ verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណបាទអញ្ចឹងយើងចុចខ្វែងលើនេះមួយមកបន្តមកទៀតយើងបិទបាទយើងបិទហើយយើងចូលទៅកាន់ app Facebook របស់យើងមកអូខេបន្ទាប់ពីយើងចូលមកកាន់ Facebook ហើយអ្នកនរគ្នាចុចកន្លែង menu នៅខាងក្រៅនេះមួយមកហើយបន្តមកទៀតអ្នកនរគ្នាចុចមកកន្លែង meta verify អូខេចុចពាក្យថា continue នេះមួយមកអូខេអញ្ចឹងនៅកន្លែងនេះអ្នកនរគ្នាចុចពាក្យថា confirm profile name រួចរាល់ហើយបន្ទាប់មកទៀតអ្នកនរគ្នាចុចពាក្យថា confirm profile picture នៅកន្លែងនេះអ្នកនរគ្នាចុចពាក្យថា submit មកអូខេចុចពាក្យថា refresh មួយទៀតមកអូខេអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងត្រូវរងចាំ Facebook សិនទៅគឺវាកំពុងតែធ្វើការ verification ឲ្យយើងហើយបានន័យថាវាកំពុងតែផ្ទៀងផ្ទាត់រូបរបស់យើងហើយនឹងឈ្មោះរបស់យើងអញ្ចឹងទៅបាទអញ្ចឹងវាអាចចំណាយពេលដល់ទៅ48ម៉ោងបាទអញ្ចឹងអ្នកនរគ្នារងចាំវាសិនទៅនៅពេលដែលវាផ្ទៀងផ្ទាត់រួចរាល់ហើយជោគជ័យហើយគឺវានឹងធ្វើការបើកជា blue tick ឲ្យមកកាន់ account របស់អ្នកនរគ្នាតែម្ដងអញ្ចឹងយើងចុច OK ទៀតមកអូខេបាទនេះអញ្ចឹងឥឡូវនេះគឺខ្ញុំជោគជ័យនេះបាទនេះគឺវាផ្ញើជាសារមកខ្ញុំហើយយើងចុចមើលទៅគឺឃើញហើយអូខេអញ្ចឹងយើងចុច explore your benefit នឹងទៀតមកអូខេនេះអញ្ចឹងគឺ success ហើយបាទអញ្ចឹងគឺចេញ blue tick មកលើឈ្មោះរបស់ខ្ញុំតែម្ដងចាឥឡូវនេះយើងចូលទៅមើល profile របស់យើងបាទយើងចុចពាក្យថា profile យើង refresh មួយទៅបាទអូខេយើងសាក clear វាតែម្ដងមកចូលសារថ្មីទៅអូខេបាទនេះអញ្ចឹងគឺចេញមកហើយបាទគឺ blue tick បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាធ្វើបានអាចធ្វើការ comment នៅខាងក្រោមវីដេអូនឹងមួយទៅបាទហើយបើសិនជាធ្វើទៅមានចង្អល់នៅកន្លែងណាអីអាចធ្វើការ comment នៅខាងក្រោមវីដេអូនឹងដែរខ្ញុំនឹងព្យាយាមទៅឆ្លើយតប comment របស់អ្នកនរគ្នាឲ្យបានគ្រប់គ្នាតែម្ដងបាទអញ្ចឹង complete ជួយចុច subscribe channel របស់ខ្ញុំផងហើយមួយទៀតក៏ complete ចូលទៅកាន់ link channel Telegram របស់ខ្ញុំផងដែរដោយសារតែនៅក្នុង channel Telegram របស់ខ្ញុំហ្នឹងគឺខ្ញុំតែងតែ update ទៅលើព័ត៌មានថ្មីៗដែលតាក់ទងទៅនឹង
បច្ចេកវិទ្យាបាទនេះបាទនេះគឺ channel Telegram របស់ខ្ញុំហ្នឹងហើយខ្ញុំក៏បានដាក់ link channel ហ្នឹងនៅខាង comment ផងដែរកុំភ្លេចចុចចូលម្នាក់មួយមកចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងគ្នាម្ដងទៀតជំរាបលាបាទជួបគ្នានៅវីដេអូក្រោយសុខសប្បាយ